OK អញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំមកបង្ហាញពីការ set up reward redemption ដែលមុខងារហ្នឹងគឺបង្កើតឡើងសម្រាប់ចងលក្ខខណ្ឌទៅលើរង្វាន់ជាគូប៉ុងដែលគូប៉ុងជាទូទៅយើងមានគូប៉ុងដុល្លារគូប៉ុងភាគរយអីបែបហ្នឹងហើយគូប៉ុងភាគច្រើនយើងប្រើសម្រាប់ការចងពី reward code នេះខ្ញុំនិយាយពី reward redemption ដែលយើងទៅបង្កើតកូដជាគូប៉ុងហើយ generate មកជាតម្លៃប្រមាណហ្នឹងយើងអាចចង condition នឹងបន្ថែមបានមួយទៀតយើងនិយាយពីគូប៉ុងដែលប្រើប្រាស់នៅក្នុង promotion អញ្ចឹងបើសិនជាយើងបង្កើត promotion ដែលមានលក្ខខណ្ឌជាគូប៉ុងវានឹងមានពាក្យមួយថា reward condition ចូលមកហើយអញ្ចឹងជាទូទៅហ្មងគឺវានឹងចាប់ general ប៉ុន្តែបើយើងបង្កើត condition បន្ថែមវានឹងមានលក្ខខណ្ឌឲ្យយើង select បន្ថែមអញ្ចឹងកន្លែងនេះដែរខ្ញុំនឹងធ្វើការបង្ហាញនៅក្នុង system អូខេអញ្ចឹងចំពោះការបង្ហាញទៅលើការបង្កើត reward redemption code reward redemption condition អញ្ចឹងខ្ញុំសូមធ្វើការបង្កើតទៅលើមុខងារដែលចូលទៅក្នុង marketing ហើយអាចចូលទៅក្នុងmaster data ទៅយើងនឹងឃើញ set up reward condition អញ្ចឹងកន្លែងនេះគឺដូចខ្ញុំបញ្ជាក់មុនហ្នឹងគឺមាន general auto មានន័យថាជា default value របស់យើងគឺgeneral ហ្នឹងគឺស្មើនឹងអត់មានចង condition អីទាំងអស់ពេលដែលយើងធ្វើការកំណត់មានន័យថាអាច apply បានគ្រប់តំណែងឬក៏អីចឹងបែបហ្នឹងប៉ុន្តែបើសិនជាយើងមានការកំណត់យើងអាចបង្កើតកន្លែងនេះបានបង្កើតថ្មីមកគឺយើងនឹងមានទៅលើការបញ្ចូលឈ្មោះបើសិនបើយើងចងឧទាហរណ៍ខ្ញុំសូមលុបអានេះចោលឧទាហរណ៍បើសិនបើយើងចងថា coupon apply yes អញ្ចឹងបើសិនជាយើងបង្កើត condition លក្ខខណ្ឌនេះឧទាហរណ៍ថា coupon apply category អញ្ចឹងមានន័យថា category គឺយើងអាច select នៅខាងក្រោមនេះតើយើងផ្ដល់ជា coupon ដែលយើងនឹងឲ្យហ្នឹងតើ condition របស់យើងចងទៅលើ category អីគេខ្លះឧទាហរណ៍បើសិនបើខ្ញុំចងទៅលើប្រភេទ fresh meal ឬក៏ប្រភេទ noodle ឬក៏ប្រភេទអីផ្សេងៗអញ្ចឹងមកអញ្ចឹងមានន័យថានៅពេលដែលយើងឲ្យជា coupon គាត់ទៅហ្នឹងគាត់អត់អាចទៅទិញអីផ្សេងក្រៅពីក្រុមទាំងអស់នេះទេបើសិនបើយើង select ទាំងអស់នេះចូលមកនៅក្នុង condition ហ្នឹងហើយយក condition ហ្នឹងទៅចងជាមួយនឹង promotion អញ្ចឹងកន្លែងនេះគឺមានន័យថា coupon ហ្នឹងគឺប្រើបានចំពោះតែ3ប្រភេទដែលខ្ញុំបាន select ហ្នឹងទេមួយទៀតបើសិនបើយើងចង់ចងជា item ដូចគ្នាដែរយើងអាចសរសេរខាងលើហ្នឹងមកមិនសិនថាចងតាមណាអញ្ចឹងបើសិនជាចងជា item យើងត្រូវ select item ម្ដងមួយដូចគ្នាដោយសារតែក្នុងនេះវាចាប់មកច្រើនបើសិនបើយើងមាន1000កូដវាចាប់1000កូដមកបើសិនជាយើងមាន100កូដវាចាប់100កូដមកអញ្ចឹងយើងអាច select មួយ by item ជាទូទៅទៀតគឺយើងអាចចងតាម brand ដូចគ្នាបើសិនបើមានលក្ខខណ្ឌខ្លះយើងអត់ apply by category ទេប៉ុន្តែយើងយកតាម brand អញ្ចឹងយើងអាចចងតាម brand ចងតាម item tag ហើយនឹងករណីខ្លះទៀតយើងអត់មានចងលក្ខខណ្ឌអីទាំងអស់ខ្ញុំឧទាហរណ៍ទេបើសិនបើយើងអត់មានចងលើលក្ខខណ្ឌអីទាំងអស់គឺយើងអាចហៅទៅលើការ exclude មកវិញថាតើក្នុងតំណែងទាំងអស់ហ្នឹងអវ៉ាន់ទាំងអស់ហ្នឹងនៅក្នុងហាងរបស់យើងឲ្យគាត់ប្រើគូប៉ុងបានទាំងអស់លើកលែងតែតំណែងណាខ្លះអញ្ចឹងបើសិនជាមានករណីលើកឡើងប្រើអានេះវិញលើកឡើងវាអាចតិចជាងអញ្ចឹងទៅឧទាហរណ៍លើកឡើងតែ category A អញ្ចឹងមកឧទាហរណ៍ឥឡូវខ្ញុំលើកឡើង category B អញ្ចឹងមានន័យថាខាងលើនេះយើងអត់មានចង condition ទេគូប៉ុងហ្នឹងអាចទៅប្រើប្រាស់បានលើ category ទាំងអស់ហ្នឹងប៉ុន្តែដក category B មួយអញ្ចឹងមានន័យថាវា apply គ្រប់ category ទាំងអស់ប៉ុន្តែដល់ពេល scan B ចូលវាអត់អាចចែកបានទេកន្លែងហ្នឹងណាyes អញ្ចឹងកន្លែងហ្នឹងគឺមានលក្ខខណ្ឌinclude និង exclude នៅខាងក្នុងហ្នឹងហើយស្រាប់រួចរាល់តែម្ដងមួយវិញទៀតយើងអាចកំណត់បានដែរទៅលើតំណែងដែលជាប់ promotion ហើយស្រាប់អញ្ចឹងជួនកាលដែរយើងមានគូប៉ុងឲ្យគេចាយប៉ុន្តែយើងអត់ចង់ឲ្យគេចាយទៅលើតំណែងដែលកំពុងតែមាន promotion ទេមានន័យថាគូប៉ុងប៉ុណ្ណឹងដុល្លារវានឹងដកតម្លៃដែលតំណែង promotion ចេញតែម្ដងអត់អាចចាយបានបើសិនជាគាត់មាន condition គ្រប់ការចាយក៏ដោយអញ្ចឹងកន្លែងនេះដែរបើសិនបើមានទៅលើការដកជាមួយនឹង discount អាចដាក់ថា yes បើសិនជាមានគូប៉ុងហើយ discount ហើយនៅតែអាចចាយបានអាចដាក់ថា yes ប៉ុន្តែបើសិនជាអត់ឲ្យចាយជាមួយនឹងតំណែងដែលមាន discount ទេអាចដាក់ថា no អញ្ចឹងមានន័យថាបើសិនជាយើងឲ្យគូប៉ុងគាត់ទៅ$2 $5ទៅគាត់ចាយបានស្រាប់តែពេលដែលគាត់ទិញ$5ហើយ
តក្នុងហ្នឹង$5ហ្នឹងមានតំណែងដែលមាន discount អញ្ចឹងមានន័យថាវាអត់ apply ជាមួយនឹងតំណែងមាន discount ទេអញ្ចឹងវាអត់ទាន់គ្រប់គាត់ត្រូវទិញតំណែងដែលអត់មាន discount មកប្រគ្រប់បន្ថែមទៀតរហូតដល់គ្រប់$5បានគាត់អាចចាយបានចឹងលក្ខខណ្ឌហ្នឹងអាច yes no តាមហ្នឹងមួយវិញទៀត display name នេះគឺយើងអាចបង្កើតបង្ហាញជាមួយនឹងនៅពេលដែលគូប៉ុងហ្នឹង character វាបែបម៉េចអញ្ចឹងយើងអាចយកកន្លែងនេះខ្ញុំដាក់ថា all category except beer អញ្ចឹងយើងអាច description កន្លែងហ្នឹងឲ្យច្បាស់មកហើយកន្លែងហ្នឹងខ្ញុំគ្រាន់តែបង្កើតឲ្យងាយយល់ទេពួកជួនកាលពេលដែលយើងបង្កើតឲ្យអត់ត្រូវ condition យើងមកពិបាកមកមើល detail នៅខាងក្នុងខ្លួនឯងអញ្ចឹងកន្លែងនេះ display name នេះមានន័យថានៅពេលដែលគូប៉ុងនឹងទទួលបានវានឹងមានពីព័ត៌មានមកថាអញ្ចឹងកន្លែងនេះគឺយើងអាចទៅ set description បន្ថែមអូខេអញ្ចឹងកន្លែងនេះវាគ្រាន់តែជាព័ត៌មាន description ទេតាមពិតទៅកន្លែង condition ហ្នឹងវាអត់មានចងបានអីទាំងអស់ក្រៅតែពីយកព័ត៌មានហ្នឹងទៅចងមួយនឹង promotion បន្ថែមហើយកន្លែងដែល set ព័ត៌មាន expire គូប៉ុងឬក៏ព័ត៌មានថារយៈពេលផុតកំណត់ថ្ងៃណាអីគឺនៅពេលដែលយើង set promotion ទេតែកន្លែងនេះគ្រាន់តែខ្ញុំ detail បន្ថែមបើសិនបើយើងចុចព័ត៌មានទៅលើគូប៉ុងទៅវានឹងឃើញ display មកខាងក្នុងហ្នឹងបែបហ្នឹងប៉ុន្តែបើយើងអត់បញ្ចូលទេវាចេញ blank មានន័យថាគូប៉ុងហ្នឹងអត់មាន detail អីទាំងអស់នៅលើហ្នឹងក្រៅតែពីតម្លៃនៃគូប៉ុងដែលអាចប្រើបានយ៉ាអញ្ចឹងកន្លែងមួយទៀតនៅពេលដែលយើងបំពេញកន្លែងហ្នឹងរួចរាល់យើងអាចធ្វើការ save បានមានន័យថានៅកន្លែងដែលគាត់ចាប់ផ្ដើមចង promotion ឬក៏ទៅ generate redeem code គាត់នឹងឃើញមានឈ្មោះកន្លែងហ្នឹងអញ្ចឹងខ្ញុំសូមចូលទៅកាន់មុខងារមួយដែលខ្ញុំបញ្ជាក់មិញថាវាជា reward code ដែល generate ខ្លួនឯងហ្នឹងដើម្បីបង្ហាញថានៅពេលដែលយើង generate គូប៉ុងវាធ្លាក់ condition ហ្នឹងមកអត់អញ្ចឹងអានេះខ្ញុំសុំ quick ទេនេះអញ្ចឹងវាមានធ្លាក់ condition នឹងឡើងមកនេះអញ្ចឹងបើសិនជាយើងធ្វើការចងមានន័យថានេះគឺវាមាន condition ហើយខាងក្នុងស្រាប់ថាតំណែងហ្នឹងគឺគូប៉ុងដែលយើងកំពុងតែ generate ហ្នឹងគឺប្រើបាន all category ប៉ុន្តែដកប្រភេទ category B ចេញអញ្ចឹងយើងអាចកំណត់មកឧទាហរណ៍ថា$5ហើយជាមួយនឹង minimum spend ប្រមាណកន្លែងនេះខ្ញុំបញ្ជាក់មុនដឹងថាបើសិនជាយើងឲ្យគូប៉ុងគេប្រមាណហើយតម្លៃ minimum spend ប្រមាណប៉ុន្តែបើសិនជាមាន apply discount ឬក៏អត់ discount អីតើវាបូកចូលអត់គឺកន្លែងនេះនៅប្រើជាមួយនឹងតម្លៃមួយនេះហើយ expire date ប្រមាណ active date ប្រមាណហ្នឹងយើងអាចកំណត់បាននៅលើនេះអញ្ចឹងដូចខ្ញុំបញ្ជាក់មិញដែរ description នៅក្នុងការកំណត់នៅលើការបង្កើត reward redemption គឺវាគ្រាន់តែជា description ទេប៉ុន្តែការកំណត់ជាក់ស្ដែងនៅនេះថ្ងៃ expire បើសិនយើងដាក់15ចេញ15ដូចគ្នាប៉ុន្តែបើសិនយើងដាក់10ហើយ description ចេញ15គឺកន្លែងហ្នឹងគឺត្រូវទៅកែនៅក្នុងការកំណត់មកវិញអត់អាចដាក់ឲ្យខុសគ្នាបានទេអញ្ចឹងកន្លែងនេះអាចប្រើលក្ខខណ្ឌនឹងបាននេះខ្ញុំគ្រាន់តែបង្ហាញភ្លាមទេមកផ្លែហ្នឹងទេហើយខ្ញុំអត់បង្កើត sale ទេចឹងសម្រាប់ការបង្ហាញទៅលើការ set up reward redemption ខ្ញុំមានប៉ុណ្ណឹង